ជំរាបសួរបងប្អូនទាំងអស់គ្នាគិតមកដល់ថ្ងៃទី11ខែធ្នូឆ្នាំ2025នេះភាគីថៃគឺនៅតែបន្តពង្រីកការឈ្លានពានមកលើកម្ពុជាដោយគោលដៅរបស់គេគឺមិនរើសនោះទេរួមទាំងហេដ្ឋារចនាសម្ព័ន្ធនិងជនស៊ីវិលផងដែរក្រោយថៃបើកការវាយប្រហារសារជាថ្មីនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃចាប់តាំងពីថ្ងៃទី7ខែធ្នូឆ្នាំ2025បណ្ដាប្រទេសនានានិងសហគមន៍អន្តរជាតិរួមទាំងអង្គការសហប្រជាជាតិផងបានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ខ្លឹមសាររួមទាំងអស់ក្រតកម្មរបស់ប្រទេសសហប្រជាជាតិអន្តរជាតិទាំងអស់នោះបានផ្ដោតទៅលើការអំពាវនាវឲ្យកម្ពុជាថៃបញ្ឈប់ការផ្ទុះអាវុធនិងវិលទៅរកដំណោះស្រាយសន្តិភាពនិងគោរពសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរនិងគោរពច្បាប់អន្តរជាតិជុំវិញបញ្ហានេះអ្នកតាមដាននយោបាយកម្ពុជាខ្លះហាក់អស់សង្ឃឹមនឹងការអន្តរាគមន៍ពីថ្នាក់ដឹកនាំអន្តរជាតិក្នុងការនាំយកសន្តិភាពឲ្យប្រទេសទាំងពីរវិញយោធាថៃបានវាយប្រហារដល់ក្រុងសំរោននៃខេត្តរតោមានជ័យដែលមានចម្ងាយពី30ទៅ40គីឡូម៉ែត្រពីតំបន់ដែលមានចំនួនព្រឹកថ្ងៃទី11ខែធ្នូឆ្នាំ2025ការឈ្លានពានរបស់ភាគីថៃសម្រុកខ្លាំងអូស្មាច់ខ្នាព្រះវិហារតាក្របីតាមន់ធំតាមន់តូចថ្មដាភូមិជោគជ័យយន្តហោះ S16 របស់ថៃក៏បានឆ្លងកាត់គម្រាមក្រុងប៉ោយប៉ែតផងដែរការប្រកាសធ្វើសង្គ្រាមរបស់នាយករដ្ឋមន្ត្រីថៃជាឯកតោភាគីនាំឲ្យមានការប្រតិកម្មដល់ប្រទេសនានានិងសហគមន៍អន្តរជាតិឆ្លុះបញ្ចាំងឲ្យឃើញថាថៃបានឈ្លានពានដល់កម្ពុជាបច្ចុប្បន្នស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃចំនួន4ខេត្តកំពុងមានភាពតានតឹងខ្លាំងក្រសួងការពារជាតិបានចេញសេចក្តីប្រកាសបានឲ្យដឹងថាស្ថានភាពនៅតាមបន្ទាត់ព្រំដែនកំពុងតានតឹងខ្លាំងខណៈដែលយោធាថៃបាននៅតែបន្តធ្វើសកម្មភាពបើកការបាញ់ប្រហារមកលើដែនអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជានៅក្នុងភូមិសាស្ត្រយុទ្ធសាស្ត្រភូមិភាគទី4ក្នុងខេត្តព្រះវិហារនិងខេត្តរតោមានជ័យយោធាថៃបានបាញ់សម្រុកខ្លាំងនៅចំណុចបូស្បូជាំតែនៅវេលាម៉ោង 9:40 នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទទម្លាក់គ្រាប់ជាច្រើនគ្រឿងហោះចូលគ្រប់គោលដៅចាប់ពីចំណុចមុំ3អានសេះភ្នំខ្មោចនិងប្រាសាទព្រះវិហារកម្លាំងថ្មើរជើងថៃបានចូលមកដល់ច្រកវាលន្ត្រីចំការចេកយោធាថៃក៏បានបាញ់សម្រុកខ្លាំងនៅតំបន់អានសេះស្ថានភាពនៅតាមតំបន់ព្រំដែនកម្ពុជាថៃស្ថិតក្នុងភូមិសាស្ត្រយុទ្ធសាស្ត្រភូមិភាគទី5ភូមិជោគជ័យឃុំថ្មដាស្រុកវាលវែនខេត្តពោធិ៍សាត់យោធាថៃបានបើកបន្តការបាញ់ប្រហារមកលើប្រជាពលរដ្ឋដែលជាជនស៊ីវិលរបស់កម្ពុជាយោធាថៃបានប្រើប្រាស់កាភ្លើងធំចំនួន1គ្រាប់បាញ់ផ្លោងចូលទៅក្នុងភូមិសាស្ត្រជ័យជំនះឃុំថ្មដាស្រុកវាលវែនខេត្តពោធិ៍សាត់យោធាថៃបានប្រើប្រាស់នៅកាភ្លើង DK ចំនួន2គ្រាប់និងប្រើប្រាស់នៅដ្រូនទម្លាក់គ្រាប់នៅក្នុងភូមិសាស្ត្រជ័យជំនះឃុំថ្មដាស្រុកវាលវែនខេត្តពោធិ៍សាត់ស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃដែលស្ថិតនៅភូមិសាស្ត្រយុទ្ធសាស្ត្រភូមិភាគទី5នៅក្នុងស្រុកភ្នំព្រឹកស្រុកភ្នំសំពៅលូនខេត្តបាត់ដំបងយោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋជនស៊ីវិលកម្ពុជាយោធាថៃបានធ្វើការបាញ់ផ្លោងចំនួន2គ្រាប់ចូលក្នុងភូមិសាស្ត្រភូមិចក្រីស្រុកភ្នំព្រឹកខេត្តបាត់ដំបងយោធាថៃបានបង្កើតកម្លាំងថ្មើរជើងនិងចល័តរថក្រោះឃុំតាស្ដាស្រុកសំពៅលូនខេត្តបាត់ដំបងទោះជាយ៉ាងណាកងកម្លាំងកម្ពុជានៅតែអង់អាចមោះមុតប្រយុទ្ធតតាំងនឹងសត្រូវឈ្លានពាននិងឈរជើងយ៉ាងរឹងមាំនៅក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារមរណភាពទឹកដីរបស់កម្ពុជាបើគិតមកដល់ថ្ងៃទី11ខែធ្នូឆ្នាំ2025នេះប្រជាពលរដ្ឋដែលបានជម្លៀសខ្លួនចេញពីលំនៅឋានរបស់ខ្លួនពីការឈ្លានពានរបស់ភាគីថៃដើម្បីរកកន្លែងសុវត្ថិភាពមានប្រមាណជាង 50,000 គ្រួសារហើយបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងនេះគ្រាន់តែជាការសង្ខេបខ្លីៗពីខ្ញុំសូមអរគុណ